នេះទុំជាប់តើឥឡូវនៅគល់នេះមួយទៀតអូយជ្រុកច្រើនមែនតើមើលអស់ទុំសឹងអស់យ៉ាងដើមនេះបាទថ្ងៃនេះថ្ងៃទី20 ខែកក្កដាឆ្នាំ2026រេននៅចំការអូរមីបានផលខ្លះបាទបានផលបដាហើយមិញហ្នឹងដើមខាងក្រោមនេះជ្រុះបាន3-4ផ្លែទុំជ្រុះដោយសារខានមកមើល2សប្តាហ៍2អាទិត្យអត់ដឹងមានតរេនទុំហើយដើមនេះគឺជាដើមដែលកប្រុកស៊ីច្រើនជាងគេបំផុតបាទនោះជ្រុះ2-3ផ្លែទៀតហើយតែមិនមែនជ្រុះដោយសារទុំទេជ្រុះដោយសារកប្រុកស៊ីបាទគឺរាល់ឆ្នាំដើមនេះចូលតែនៅបាត់កប្រុកចូលរហូតបាទឥឡូវដើរទៅមើលដើមខាងក្រោមទៀតគឺលោកមានទុំជ្រុះខ្លះទៀតផ្លែតិចណាស់ឆ្នាំនេះត្រេនតិចមែនតើផ្លែតិចហើយហ្នឹងវាជ្រុះច្រើនហើយមានកប្រុកមានអីជួយស៊ីទៀតអញ្ចឹងវាកាន់តែធ្វើឲ្យផ្លែដែលយើងអាចទទួលផលបានហ្នឹងតិចទៅឆ្នាំទៅក៏ដើមទី1ជាង20ផ្លែតែឆ្នាំនេះតែមួយគ្រាប់អត់មានផងតែខែហ្នឹងភ្លៀងធ្លាក់បន្តទៅធ្វើឲ្យទឹកអូស្អាតខែហ្នឹងទឹកថ្លាឆ្វង់ដើមនេះធំជាងគេមកតរេននៅក្នុងចការទាំងអស់ដើមនេះធំជាងគេតែអត់ដែលមានផ្លែឆ្នាំនឹងទុបក្តឹបបានក្តឹបបាទដើមនេះផ្លែរាល់ឆ្នាំគឺបានតែដើមនេះទេដែលបានផ្លែហូបផ្លែគូសំជាងគេហើយមិនហ្នឹងអូនៅមួយទៀតមិញរើសបាន3-4ផ្លែហើយយកឡើងទៅលើឥឡូវឃើញជ្រុះមួយផ្លែទៀតដោយសារវានៅមាត់អូបងប្អូនមាត់អូនៅនេះហើយដើមយើងចំណោតខ្លាំងចំណោតទេខ្លាំងអូនៅដាច់ស្ដង់តើងទុំនៅលើដើមនោះមួយទៀតអញ្ចឹងឥឡូវយើងចុះរើសដែលវាធ្លាក់ចូលអូសិនត្រូវគូសំដែរបងប្អូនអូពីរមិនមែនមួយបងទៅមិញប្រាប់បងប្អូនថាឃើញជ្រុះនៅមាត់អូ2-3តែនេះថែម3ទៀតហ្នឹង6ផ្លែហើយទុំជាប់ខ្សែដែលខ្ញុំចងនោះមួយផ្លែទៀតអូយជ្រុះបានប៉ុណ្នេះថ្ងៃទី20 ខែកក្កដា2026